យើងនៅតែតាមដាននៅមជ្ឈមពារបាយការណ៍អំពីការវាយប្រហារសងសឹកយ៉ាងខ្លាំងរវាងសហរដ្ឋអាមេរិកហើយនិងអ៊ីរ៉ង់នោះគឺជាការវាយប្រហារចំនួន11ថ្ងៃជាប់គ្នាប៉ុន្តែចំណុចគួរឲ្យចាប់អារម្មណ៍ខ្លាំងគឺការវាយប្រហាររបស់ប្រទេសអ៊ីរ៉ង់ទៅលើមូលដ្ឋានទ័ពរបស់អាមេរិកនៅក្នុងប្រទេសហ្សង់ដានីនេះបានបណ្ដាលឲ្យទាហានរបស់សហរដ្ឋអាមេរិកចំនួន3នាក់បានស្លាប់តាមប្រភពព័ត៌មាន AI អចាសរាក៏បានរាយការណ៍ថាការវាយប្រហារនៅថ្ងៃសុក្រគឺជាលើកដំបូងដែលទាហានរបស់សហរដ្ឋអាមេរិកត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់ប្រទេសអ៊ីរ៉ង់នៅលើមូលដ្ឋានទ័ពអាមេរិកនៅក្នុងតំបន់មជ្ឈមពារដោយអ្នកវិភាគជឿថាព្រឹត្តិការណ៍នេះគូសបញ្ជាក់អំពីការពិតដល់មិនស្រួលមួយសម្រាប់រដ្ឋាភិបាលរបស់សហរដ្ឋអាមេរិកថាទោះបីជាមានការវាយប្រហារតាមអាកាសម្ដងហើយម្ដងទៀតរបស់សហរដ្ឋអាមេរិកប្រឆាំងជាមួយនឹងអ៊ីរ៉ង់ក៏ដោយអ៊ីរ៉ង់នៅតែមានសមត្ថភាពនៅក្នុងការរក្សាសមត្ថភាពនិងយោធារបស់ខ្លួនដើម្បីធ្វើសង្គ្រាមអូសបន្លាយដោយអ្នកវិភាគយោធានៅក្នុងក្រុមអ្នកគិត Defense Priority ក៏បានប្រាប់ AI អចាសរាថាសមត្ថភាពយោធារបស់ប្រទេសអ៊ីរ៉ង់នៅតែគួរឲ្យខ្លាចហើយកំពុងតែងើបឡើងវិញលឿនជាងការរំពឹងទុកផងដែរការវាយប្រហារកាន់តែមានភាពច្បាស់លាស់គ្រប់ពេលវេលានេះត្រូវបានគេជឿជាក់ថាត្រូវបានជួលដោយចារកម្មរុស្ស៊ីហើយនិងប្រទេសចិនទោះបីជារងការខាតបង់យ៉ាងធ្ងន់ធ្ងរក៏ដោយយោធារបស់ប្រទេសអ៊ីរ៉ង់កំពុងតែធ្វើការរៀនសូត្រនិងសម្របខ្លួនទៅតាមពេលវេលាផងដែរតើហេតុអ្វីបានជាអ៊ីរ៉ង់នៅតែអាចបង្កការខាតបង់ទៅលើយោធាសហរដ្ឋអាមេរិកលោកអាន់ត្រេគ្រីកអ្នកប្រាជ្ញមកពីសាកលវិទ្យាល័យសន្តិសុខនៅទីក្រុងឡុងជឿជាក់ថាសមត្ថភាពរបស់ប្រទេសអ៊ីរ៉ង់ខ្លាំងដោយមានការគ្រប់គ្រងពីប្រទេសរុស្ស៊ីហើយនិងប្រទេសចិននេះត្រូវបានជំរុញដោយទីតាំងនិងការរចនានៃមូលដ្ឋានយោធារបស់អាមេរិកដែលរាយប៉ាយពាសពេញនៅតំបន់មជ្ឈមពារនិងនៅក្នុងឈូងសមុទ្រប៉ែកលោកគ្រីកក៏បាននិយាយថាយោធាអាមេរិកមានបុគ្គលិកប្រហែលជា 50,000 នាក់ប្រតិបត្តិការពីមូលដ្ឋានដែលស្ថិតនៅក្នុងចម្ងាយនៃឃ្លាំងអាវុធមីស៊ីលហើយនិងយន្តហោះគ្មានមនុស្សបើកដ៏ទំនើបរបស់ប្រទេសអ៊ីរ៉ង់រហូតមកដល់ពេលបច្ចុប្បន្ននេះចំនួនអ្នកស្លាប់ផ្លូវការសម្រាប់យោធាអាមេរិកនៅក្នុងសង្គ្រាមមានចំនួន18នាក់ក៏ប៉ុន្តែភាគីអាមេរិកបាននិយាយថានៅក្នុងករណីខ្លះការស្លាប់ទាំងអស់នេះមិនមែនជាលទ្ធផលផ្ទាល់នៃការវាយប្រហាររបស់ប្រទេសអ៊ីរ៉ង់នោះទេដោយឧទាហរណ៍ប្រសិនបើអ្នកចាំបានករណីបុគ្គលិកកងទ័ពអាកាសចំនួន6នាក់បានស្លាប់នៅក្នុងការប៉ះទង្គិចគ្នានៃយន្តហោះខណៈពេលដែលកំពុងធ្វើការចាក់ប្រេងចំពោះទាហានរបស់អាមេរិកដែលបានរងរបួសចាប់តាំងពីសង្គ្រាមបានចាប់ផ្ដើមមកដែលចំនួននេះឥឡូវនេះមានប្រហែលជា500នាក់ហើយអាគារនិងឧបករណ៍ឬក៏រចនាសម្ព័ន្ធយោធាសំខាន់របស់សហរដ្ឋអាមេរិកមានប្រហែលជា220ត្រូវបានខូចខាតឬក៏ត្រូវបានបំផ្លាញដោយប្រទេសអ៊ីរ៉ង់បន្ទាប់ពីការដួលរលំនៃកិច្ចព្រមព្រៀងបទឈប់បាញ់នៅថ្ងៃទី8ខែកក្កដាកន្លងមកកត្តាមួយចំនួនទៀតយោងទៅតាមអ្នកសិក្សាប្រទេសអ៊ីរ៉ង់កំពុងតែធ្វើការប្រើប្រាស់ឃ្លាំងអាវុធមីស៊ីលហើយនឹងយន្តហោះគ្មានមនុស្សបើកដែលកាន់តែទំនើបឡើងដើម្បីយកឈ្នះទៅលើប្រព័ន្ធការពារដែនអាកាសរបស់សហរដ្ឋអាមេរិកនេះរួមបញ្ចូលទាំងប្រព័ន្ធមីស៊ីលប្រឆាំងជាមួយនឹងមីស៊ីលប្លង់ប៉ាធីយ៉ូតពីដីទៅអាកាសនិងប្រព័ន្ធមីស៊ីលប្រឆាំងជាមួយនឹងមីស៊ីលប្លង់ថាត់ផងដែរអ៊ីរ៉ង់បានបង្កើតមីស៊ីលប្លង់ហើយនឹងមីស៊ីលបញ្ជាល្បឿនលឿនរួមទាំងយន្តហោះគ្មានមនុស្សបើកប្រដាប់ទៅដោយអាវុធដែលចូលទៅជិតគោលដៅដែលមានគន្លងហោះហើរខុសៗគ្នានិងមានល្បឿនខុសៗគ្នាផងដែរដោយការប្រើប្រាស់យន្តហោះចម្បាំងបញ្ឆោតនិងមូលដ្ឋានបាញ់បង្ហោះដែលរាយប៉ាយវាជាការកាត់បន្ថយប្រសិទ្ធភាពនៃប្រព័ន្ធការពារជាតិរបស់អាមេរិកបានយ៉ាងច្រើនដូច្នេះទោះបីជាមីស៊ីលឬក៏អាវុធដែលចូលមកភាគច្រើនត្រូវបានស្ទាក់ចាប់ឬក៏បំផ្លាញក៏ដោយដែលមានចំនួនតិចតួចណាស់ដែលជ្រាបចូលទៅក្នុងដែនអាកាសដែលអាចបង្កឲ្យមានការខូចខាតយ៉ាងខ្លាំងផងដែរលើពីនេះទៅទៀតវាហាក់ដូចជាអ៊ីរ៉ង់
ទំនងជាមានឧបករណ៍ជាច្រើនទៀតដើម្បីមានជំរើសសម្រាប់តទល់ជាមួយនឹងសហរដ្ឋអាមេរិកផងដែរត្រឡប់ទៅថ្ងៃពុធសប្តាហ៍មុនវិញសមាជិកព្រឹទ្ធសភារបស់អាមេរិកបានសួរចម្លើយយ៉ាងខ្លាំងចំពោះរដ្ឋមន្ត្រីក្រសួងការពារជាតិរបស់អាមេរិក Pete Hegseth បានអះអាងថាយោធាអ៊ីរ៉ង់ត្រូវបានបំផ្លាញយ៉ាងមានប្រសិទ្ធភាពនៅក្នុងសង្គ្រាមនេះដោយលោក Hegseth ក៏បានបន្តទទូចថាសង្គ្រាមនេះគឺជាជ័យជំនះហើយជាប្រវត្តិសាស្ត្រសម្រាប់យោធារបស់អាមេរិកមូលដ្ឋានទ័ពជើងទឹកហើយនឹងទ័ពអាកាសនិងឧស្សាហកម្មការពារជាតិរបស់ប្រទេសអ៊ីរ៉ង់ត្រូវបានធ្វើឲ្យគ្មានប្រសិទ្ធភាពផងដែរទោះបីជាយ៉ាងណាក៏ដោយលោក Hegseth ទទួលស្គាល់ថាយើងមិនដែលរំពឹងថាអ៊ីរ៉ង់នឹងបញ្ឈប់សមត្ថភាពនឹងការវាយលុករបស់ខ្លួននោះទេក៏ប៉ុន្តែសំណួរសួរថាតើសមត្ថភាពទាំងនោះស្ថិតនៅកម្រិតណាដែលអាចប្រកួតប្រជែងជាមួយនឹងគូប្រជែងដ៏សំខាន់ដូចជាសហរដ្ឋអាមេរិកលោក Jackson Campbell អ្នកប្រាជ្ញជាន់ខ្ពស់នៅក្នុងវិទ្យាស្ថានមជ្ឈិមបូព៌ានិងជាអតីតរដ្ឋមន្ត្រីប៉ុងដាកូលក៏បាននិយាយថាអ៊ីរ៉ង់មិនត្រឹមតែរក្សាសមត្ថភាពមីស៊ីលហើយនឹងយន្តហោះគ្មានមនុស្សបើករបស់ខ្លួនប៉ុណ្ណោះទេប៉ុន្តែអាចនឹងដាក់ពង្រាយអាវុធទំនើបដែលមិនធ្លាប់មានពីមុនមកផងដែរទន្ទឹមនឹងនេះដែរអ្នកវិភាគហើយនឹងជាអតីតរបស់អង្គការ NATO យល់ឃើញស្របគ្នាថាអ៊ីរ៉ង់ទំនងជានឹងបង្កឲ្យមានការស្លាប់និងរបួសទៅលើទ្រព្យសម្បត្តិហើយនឹងបុគ្គលិករបស់អាមេរិកនាពេលអនាគតយ៉ាងខ្លីផងដែរដោយពួកគេក៏បាននិយាយថាបញ្ហាពិតដដែលរបស់សហរដ្ឋអាមេរិកគឺកំពុងតែប្រឈមមុខគឺភាពមិនស្មើគ្នានៃសមាមាត្រនៅក្នុងការចំណាយថវិកាដោយឃ្លាំងអាវុធរបស់ប្រទេសអ៊ីរ៉ង់ជាពិសេសយន្តហោះគ្មានមនុស្សបើកហើយនឹងមីស៊ីលមានតម្លៃថោកជាងនៅក្នុងការផលិតហើយនឹងបាញ់បង្ហោះបើប្រៀបធៀបទៅនឹងឧបករណ៍ដែលត្រូវការដើម្បីស្ទាក់ចាប់អាវុធរបស់អាមេរិកទាំងអស់នេះអ្នកជំនាញទាំងពីរបានប្រាប់ AI អច្ចាសរាថានេះគឺជាហេតុផលដែលអ៊ីរ៉ង់អាចបង្កការខូចខាតហើយនឹងជាយុទ្ធសាស្ត្រដោយមិនចាំបាច់ធ្វើការគំទេចសហរដ្ឋអាមេរិកបានដោយយោធាអ៊ីរ៉ង់គ្រាន់តែធ្វើការជ្រៀតចូលទៅក្នុងប្រព័ន្ធការពារជាតិជាញឹកញាប់គ្រប់គ្រាន់ដើម្បីបង្កការខាតបង់របស់អាមេរិកនៅក្នុងតំបន់ជាការស្រេចទៅហើយសូមជួយ share វីដេអូនេះជាបន្ទាន់ដើម្បីឲ្យពិភពលោកបានដឹងការពិតសូមប្រិយមិត្តកុំភ្លេចចុច Subscribe ឬក៏ Like ឬក៏ Share ដើម្បីកុំឲ្យខកខាននៅព័ត៌មានថ្មីៗផងដែរ